Der Infinitiv គឺជាទម្រង់ដើមនៃកិរិយាសព្ទដែលមានការប្រែប្រួលតាមប្រធាននៅក្នុងភាសាអាល្លឺម៉ង់ជាទូទៅវាបញ្ចប់ដោយអក្សរ en ដូចជាពាក្យថា spielen gehen ឬបញ្ចប់ដោយតួអក្សរ n ដូចជាពាក្យថា wandeln នៅខាងក្រោមនេះមានឧទាហរណ៍ជាច្រើនទៀតដូចជាពាក្យថា tanzen រាំ malen គូរ laufen រត់ schreiben សរសេរ erinnern ចងចាំ wandern ដើរកម្សាន្ត wandel ផ្លាស់ប្ដូរឬក៏ lächeln ញញឹមហើយតួអក្សរទាំងអស់នេះគឺមានដើមតួអក្សរគឺសរសេរអក្សរទូចហើយបញ្ចប់ដោយអក្សរ en perfect គឺជាទម្រង់ប្រយោគនិយាយអំពីសកម្មភាពដែលបានកើតឡើងរួចហើយនៅអតីតកាលក្នុងភាសាអាល្លឺម៉ង់វាត្រូវបានប្រើញឹកញាប់នៅពេលនិយាយប្រចាំថ្ងៃទម្រង់ប្រយោគ haben ឬក៏ពាក្យថា sein នៅក្នុងទម្រង់បច្ចុប្បន្នកាលបូកជាមួយនឹង participle ស្វ័យ participle ស្វ័យគឺជាពាក្យដែលមាន ge នៅពីមុខឧទាហរណ៍ hat ein Buch gekauft គាត់បានទិញសៀវភៅមួយក្បាល kaufen គឺជាកិរិយាសព្ទទម្រង់ដើមទៅជាអតីតកាលគឺ haben gekauft ich bin nach Hause gegangen ខ្ញុំបានដើរទៅផ្ទះ gehen គឺជាកិរិយាសព្ទទម្រង់ដើមទៅជាអតីតកាលយើងអាចសរសេរបានច្រើនបែប bin bist ist sind gegangen កិរិយាសព្ទទៀងទាត់ haben បូកជាមួយនឹង ge មានថេនៅចុងឧទាហរណ៍ machen hat gemacht lernen hat gelernt spielen hat gespielt កិរិយាសព្ទមិនទៀងទាត់ haben ឬក៏ sein បូក ge មាន en នៅចុងឧទាហរណ៍ gehen ist gegangen schwimmen ist geschwommen sehen hat gesehen sprechen hat gesprochen sein ប្រើជាមួយនឹងកិរិយាសព្ទបង្ហាញពីការផ្លាស់ទីឬការផ្លាស់ប្ដូរស្ថានភាពដូចជាពាក្យថា gehen kommen fahren ក្រៅពីនេះប្រើជាមួយនឹងពាក្យ haben gemischte Verben កិរិយាសព្ទចម្រុះកិរិយាសព្ទដែលមានលក្ខណៈរួមរវាង regelmäßige Verben និង unregelmäßige Verben ឧទាហរណ៍ bringen hat gebracht kennen hat gekannt morgens und jeden Morgen ពីរពាក្យនេះគឺមានអត្ថន័យដូចគ្នាសុទ្ធតែបង្ហាញពីព្រឹត្តិការណ៍ដែលកើតឡើងជាប្រចាំនៅពេលចាប់ផ្ដើមថ្ងៃថ្មីនៅពេលព្រឹក morgens ជាអត្ថន័យដែលបង្ហាញថាមានអ្វីមួយកើតឡើងជាទម្លាប់នៅពេលព្រឹក jeden Morgen អត្ថន័យគឺប្រហាក់ប្រហែលនឹងពាក្យថា morgens ដែរតែវាច្បាស់លាស់ហើយអនុវត្តជារៀងរាល់ព្រឹកដោយគ្មានករណីលើកឡើងឧទាហរណ៍ liest morgen die Zeitung គាត់អានកាសែតនៅរាល់ពេលព្រឹកអានជារៀងរាល់ថ្ងៃតែប្រហែលមានថ្ងៃណាមួយដែលគាត់អត់អាន Ich trinke jeden Morgen Kaffee ខ្ញុំផឹកកាហ្វេជារៀងរាល់ព្រឹកមានន័យថាជារៀងរាល់ព្រឹកក្រៅពីកាហ្វេគឺគាត់អត់ផឹកអីទេគាត់ផឹកជារៀងរាល់ព្រឹកគឺកាហ្វេ Sie müssen das Medikament einmal morgens einnehmen អ្នកត្រូវលេបថ្នាំនឹងម្ដងនៅពេលព្រឹកregelmäßige Verben imperfekt haben បូកជាមួយនឹងពាក្យថា ge មានថេនៅចុងដូចជាពាក្យថា kaufen ទិញ ich habe gekauft du hast gekauft sie hat gekauft wir haben gekauft ihr habt gekauft sie haben gekauft ពាក្យថា gekauft គឺជា participle ស្វ័យហើយអ្វីដែលប្រែប្រួលគឺជាកិរិយាសព្ទជំនួយពាក្យថា haben គឺប្រែប្រួលតាមប្រធានunregelmäßige Verben imperfekt haben ឬក៏ពាក្យថា sein បូកនឹង ge មាន en នៅចុងដូចជាពាក្យថា fahren បើកបរជិះធ្វើដំណើរដោយយានជំនិះ ich bin gefahren du bist gefahren sie ist gefahren wir sind gefahren ihr seid gefahren sie sind gefahren gefahren គឺជា participle ស្វ័យហើយ sein គឺជាកិរិយាសព្ទជំនួយដែលវាប្រែប្រួលទៅតាមប្រធាន wissen ដឹង present បច្ចុប្បន្នកាល ich weiß du weißt sie weiß wir wissen ihr wisst sie wissen ឧទាហរណ៍ ich weiß seine Telefonnummer ខ្ញុំដឹងលេខទូរស័ព្ទរបស់គាត់ perfect អតីតកាល ich habe gewusst
Du hast gewusst. RCS hat gewusst. Wir haben gewusst. Ihr habt gewusst. Sie haben gewusst. ឧទាហរណ៍ Wir haben die Antwort gewusst. ពួកយើងបានដឹងចម្លើយហើយ Regelmäßige Verben imperfekt. Warten hat gewartet. Jam suchen hat gesucht. Rock lachen hat gelacht. Saut parken hat geparkt. Jod tanzen hat getanzt. Rom putzen hat geputzt. Sam'an unregelmäßige Verben imperfekt. Laufen ist gelaufen. Rut fahren ist gefahren. បើកបរឬក៏ជិះ finden hat gefunden រកឃើញ treffen hat getroffen ជួប sehen hat gesehen មើលឃើញ fliegen ist geflogen ហើរ sprechen hat gesprochen និយាយ tragen ពាក់កាន់លីឬក៏សែង present បច្ចុប្បន្នកាល ich trage du trägst RCS trägt Wir tragen, ihr tragt, sie tragen. ឧទាហរណ៍ Ich trage heute ein T-shirt. ថ្ងៃនេះខ្ញុំពាក់អាវយឺតមួយ Perfect អតីតកាល Ich habe getragen. Du hast getragen. Er hat getragen. Wir haben getragen. Ihr habt getragen. Sie haben getragen. ឧទាហរណ៍ Sie hat im Winter einen Mantel getragen. នាងបានពាក់អាវធំនៅរដូវរងា Trennbare Verben imperfekt ទម្រង់ពាក្យដែលមាន g នៅចន្លោះពាក្យ prefix បូក g បូក verb stam បូកនឹង endung ឧទាហរណ៍ aufmachen hat aufgemacht បើក ausziehen hat ausgezogen ដល់សម្លៀកបំពាក់ aufräumen hat aufgeräumt រៀបចំ einladen hat eingeladen អញ្ជើញ umtauschen hat umgetauscht ប្ដូរឬក៏សុំដូរ abtrocknen hat abgetrocknet ធ្វើឲ្យស្ងួតឬក៏ជូតឲ្យស្ងួតUntrennbare Verben imperfekt ohne GE ទម្រង់ពាក្យដែលមិនត្រូវការ GE នៅចន្លោះពាក្យសម្រាប់ prefix ដូចជា B hat Besuch មកពីកិរិយាសព្ទ besuchen សួរសុខទុក្ខ M hat empfohlen មកពីកិរិយាសព្ទ empfehlen ណែនាំ N hat entschieden មកពីកិរិយាសព្ទ entscheiden សម្រេចចិត្ត Er hat erkanntមកពីកិរិយាសព្ទ erkennen ទទួលស្គាល់ G hat gefallen មកពីកិរិយាសព្ទ gefallen ពេញចិត្ត Miss hat misstraut មកពីកិរិយាសព្ទ misstrauen មិនទុកចិត្ត Fair hat verstanden មកពីកិរិយាសព្ទ verstehen យល់ Sehr hat zerstört មកពីកិរិយាសព្ទ zerstören បំផ្លាញWas machst du gerade តើអ្នកកំពុងធ្វើអ្វីពេលយើងចង់និយាយរៀបរាប់ថាកំពុងធ្វើអ្វីមួយយើងអាចប្រើពាក្យ gerade ក្នុងការនិយាយប្រចាំថ្ងៃឧទាហរណ៍ Ich schreibe gerade eine E-Mail an meinen Chef ខ្ញុំកំពុងសរសេរ email ទៅថៅកែរបស់ខ្ញុំ Der Zug fährt gerade ab រថភ្លើងកំពុងចេញដំណើរឥឡូវនេះ Er ist gerade Mittagessen គាត់កំពុងញ៉ាំអាហារថ្ងៃត្រង់តែក៏មានអត្ថន័យផ្សេងដែរ Die Straße ist gerade ផ្លូវគឺត្រង់ 0 2 4 8 sind gerade Zahlen លេខ0 2 4 8គឺជាលេខគូ Ich habe gerade 10 Euro ខ្ញុំមានត្រឹមតែ10 Euro Einladen អញ្ជើញ Konjugation imperfekt Ich habe eingeladen Du hast eingeladen RCS hat eingeladen, wir haben eingeladen, ihr habt eingeladen, sie haben eingeladen. ឧទាហរណ៍ Ich habe meine Freundin zur Party eingeladen.
ខ្ញុំបានអញ្ជើញមិត្តស្រីរបស់ខ្ញុំទៅពិធីជប់លៀង Meine Freundin Accusative Object Zu Party ស្មើនឹងពាក្យថា Zu der Party Dative Object Präposition zu បូកជាមួយនឹង Dative hat uns zum Abendessen eingeladen គាត់បានអញ្ជើញពួកយើងទៅញ៉ាំអាហារពេលល្ងាច uns មកពីពាក្យថាវា Accusative Object zum Abendessen ស្មើនឹងពាក្យថា zu dem Abendessen Dative Object jemanden einladen zu បូកនឹង Dative អញ្ជើញនរណាម្នាក់ទៅចូលរួមអ្វីមួយ Possessive pronomen im nominative សព្វនាមបង្ហាញពីកម្មសិទ្ធិគឺជាពាក្យដែលបង្ហាញថាអ្វីមួយជារបស់នរណាម្នាក់ឬជាកម្មសិទ្ធិរបស់នរណាវាឆ្លើយនឹងសំណួររបស់អ្នកណា wessen ich mein របស់ខ្ញុំ du dein របស់អ្នក er sein របស់គាត់ sie ihr របស់នាង es sein របស់វា wir unser របស់ពួកយើង ihr euer របស់ពួកគាត់ sie plural ihr របស់ពួកគេទាំងអស់គ្នា sie ihr របស់លោកឬក៏លោកស្រីឧទាហរណ៍ wessen Handy ist das ទូរស័ព្ទអ្នកណាគេ das ist mein Handy នេះគឺជាទូរស័ព្ទរបស់ខ្ញុំ entscheiden សម្រេចចិត្ត Konjugation imperfect ich habe entschieden du hast entschieden er sie es hat entschieden wir haben entschieden ihr habt entschieden sie haben entschieden ឧទាហរណ៍ sie hat sich für das blaue Auto entschieden នាងបានសម្រេចចិត្តយករថយន្តពណ៌ខៀវ sich entscheiden für សម្រេចចិត្តជ្រើសយកអ្វីមួយ für គឺជា preposition ប្រើជាមួយនឹង accusative für das blaue Auto das blaue Auto គឺជា accusative object empfehlen ណែនាំឬក៏ផ្ដល់យោបល់ Konjugation imperfect ich habe empfohlen du hast empfohlen er sie es hat empfohlen wir haben empfohlen ihr habt empfohlen sie haben empfohlen ឧទាហរណ៍ empfehlen បូកជាមួយនឹង dative បូកជាមួយនឹង accusative ណែនាំនរណាម្នាក់ពីអ្វីមួយ ich habe dir dieses Buch empfohlen ខ្ញុំបានណែនាំពីសៀវភៅមួយនេះឲ្យអ្នក dir មកពីពាក្យ do dative object ឲ្យអ្នក dieses Buch accusative object សៀវភៅនេះ possessive pronomen im accusative ich mein របស់ខ្ញុំ du dein របស់អ្នក er sein របស់គាត់ sie ihr របស់នាង es sein របស់វា wir unser របស់ពួកយើង ihr euer របស់ពួកគាត់ sie plural ihr របស់ពួកគេទាំងអស់គ្នា sie ihr របស់លោកឬក៏លោកស្រីឧទាហរណ៍ ich sehe meinen Bruder ខ្ញុំឃើញបងប្អូនប្រុសរបស់ខ្ញុំ der Bruder ទៅជា accusative den Bruder meinen Bruder er kauft sein Auto គាត់ទិញឡានរបស់គាត់ das Auto ទៅជា accusative das Auto sein Auto sie besucht ihre Mutter នាងទៅសួរសុខទុក្ខម្ដាយរបស់នាង die Mutter ទៅជា accusative die Mutter ihre possessive pronomen im dative ich mein របស់ខ្ញុំ du dein របស់អ្នក er sein របស់គាត់ sie ihr របស់នាង es sein របស់វា wir unser របស់ពួកយើង ihr euer របស់ពួកគាត់ sie plural ihr របស់ពួកគេទាំងអស់គ្នា sie ihr របស់លោកឬក៏លោកស្រីឧទាហរណ៍ sie dankt ihrer Mutter នាងអរគុណម្ដាយរបស់នាង die Mutter ទៅជា dative der Mutter ihrer Mutter ich fahre mit deinem Auto ខ្ញុំធ្វើដំណើរជាមួយឡានរបស់អ្នក das Auto im dative dem Auto deinem Auto ich helfe meinem Bruder ខ្ញុំជួយបងប្អូនប្រុសរបស់ខ្ញុំ der Bruder ទៅជា dative dem Bruder meinem Bruder
dative ឈរជាអ្នកទទួលផលពីប្រធាននៅក្នុងប្រយោគស៊ូដើម្បីប្រើសម្រាប់បង្ហាញពីគោលបំណងឬមូលហេតុថាដើម្បីធ្វើអ្វីមួយអ្នកធ្វើសកម្មភាពក្នុងប្រយោគទាំងពីរត្រូវតែជាមនុស្សដូចគ្នាទម្រង់ clear ត្រូវការ Hauptsatz,ស៊ូបូកជាមួយនឹង infinitive ឧទាហរណ៍ Ich gehe zum Supermarkt Lebensmittel zu kaufen ខ្ញុំទៅផ្សារដើម្បីទិញម្ហូបអាហារ Ich gehe zum Supermarkt គឺជា Hauptsatz Lebensmittel zu kaufen kaufen គឺជាកិរិយាសព្ទនៅក្នុងទម្រង់ infinitive Ich spare Geld ein Auto zu kaufen ខ្ញុំសន្សំលុយដើម្បីទិញឡាន Ich spare Geld គឺជា Hauptsatz ein Auto zu kaufen គឺជា Nebensatz ហើយ kaufen គឺជាកិរិយាសព្ទនៅក្នុងទម្រង់ដើមគឺទម្រង់ infinitive Hauptsatz und Nebensatz Hauptsatz គឺជាប្រយោគដែលអាចឈរតែឯងបានហើយមានន័យពេញលេញហើយកិរិយាសព្ទត្រូវនៅលំដាប់ទី2ក្នុងប្រយោគ Nebensatz គឺជាប្រយោគដែលមិនអាចឈរតែឯងបានទេវាត្រូវការភ្ជាប់ជាមួយនឹង Hauptsatz ប្រយោគទាំងពីរត្រូវបានបំបែកចេញពីគ្នាដោយមានក្បៀសហៅថា comma ហើយប្រយោគពីរនេះភ្ជាប់អត្ថន័យគ្នាដោយមាន conjunction នៅ Nebensatz conjunction មានដូចជាពាក្យ weil wenn das ឧទាហរណ៍ Ich bleibe zu Hause weil ich krank bin ខ្ញុំនៅផ្ទះពីព្រោះខ្ញុំឈឺ Ich bleibe zu Hause គឺជា Hauptsatz weil ich krank bin គឺជា Nebensatz ដែលមានកិរិយាសព្ទឈរនៅចុង Wenn ich Zeit habe lese ich Bücher ពេលខ្ញុំមានពេលខ្ញុំអានសៀវភៅ Wenn ich Zeit habe គឺជា Nebensatz ដែលគេយកមកសរសេរនៅខាងមុខ lese ich Bücher គឺជា Hauptsatz ហើយនៅចំណុចនេះដែរពេលដែល Hauptsatz នៅខាងក្រោយកិរិយាសព្ទគឺនៅឈរក្រោយក្បៀស Abfahren ចេញដំណើរ Ankommen មកដល់ Einsteigen ឡើងជិះ Aussteigen ចុះចេញ Umsteigen ប្ដូរយានយន្ត Warten រងចាំ Erreichen ទៅដល់តាក់ទងបាន Auswählen ជ្រើសរើស Umtauschen ប្ដូរទំនិញ Einkaufen ទិញអីវ៉ាន់ Bezahlen បង់ប្រាក់ Bestellen បញ្ជាទិញឬក៏កម្មង់តើពាក្យមួយណាដែលបងប្អូនគិតថាពិបាកនិយាយជាងគេ comment នៅខាងក្រោមវីដេអូមួយនេះ Ändern កែប្រែឬក៏ផ្លាស់ប្ដូរមានន័យថាពីអ្វីដែលមានស្រាប់ទៅជាអ្វីថ្មីផ្សេងទៀត Conjugation im Present Unperfekt Ich ändere habe geändert Du änderst hast geändert sie es ändert hat geändert Wir ändern haben geändert Ihr ändert habt geändert Sie ändern haben geändert ឧទាហរណ៍ Bitte ändern Sie das Passwort សូមប្ដូរលេខសម្ងាត់ Ich habe den Termin geändert ខ្ញុំបានប្ដូរពេលណាត់ហើយ Wir müssen unsere Adresse ändern ពួកយើងត្រូវតែប្ដូរអាសយដ្ឋានរបស់ពួកយើង Das គឺជា conjunction ដែលប្រើសម្រាប់បង្ហាញពីអារម្មណ៍ការគិតការដឹងការនិយាយរៀបរាប់លក្ខណៈវាមានន័យប្រហាក់ប្រហែលនឹងពាក្យថានៅក្នុងភាសាខ្មែរទម្រង់ប្រយោគ Hauptsatz ក្បៀស das បូកជាមួយនឹង subject ហើយកិរិយាសព្ទគឺនៅចុងប្រយោគឧទាហរណ៍ Ich weiß dass du heute arbeitest ខ្ញុំដឹងថាអ្នកថ្ងៃនេះធ្វើការ Ich weiß Hauptsatz das ហើយកិរិយាសព្ទគឺនៅចុងប្រយោគគឺ arbeitest Ich denke dass nett ist ខ្ញុំគិតថាគាត់ជាមនុស្សល្អ Sie sagte dass sie in Deutschland wohnt នាងបាននិយាយថានាងរស់នៅប្រទេសអាល្លឺម៉ង់ Meine Meinung nach តាមគំនិតរបស់ខ្ញុំឃ្លានេះប្រើពេលយើងចង់និយាយពីគំនិតឬក៏ការគិតរបស់យើងទៅលើអ្វីមួយទម្រង់ប្រយោគ Meine Meinung nach plus verb plus subject ឧទាហរណ៍ Meine Meinung nach sind Handys praktisch តាមគំនិតរបស់ខ្ញុំទូរស័ព្ទដៃមានភាពងាយស្រួល Sind គឺជាកិរិយាសព្ទ Handys គឺជាប្រធាននៅក្នុងប្រយោគ
Meiner Meinung nach ist Sport wichtig, weil er gesund ist. តាមគំនិតរបស់ខ្ញុំកីឡាសំខាន់ពីព្រោះវាល្អសម្រាប់សុខភាពនៅក្នុងប្រយោគនេះដែរខ្ញុំបានបន្ថែមនាយបន្សិទ្ធដោយប្រើ conjunction while ពេលដែលយើងប្រើ while កិរិយាសព្ទគឺឈរនៅចុងប្រយោគគឺ ist ហើយសម្រាប់ Hauptsatz គឺ meine Meinung nach ist Sport wichtig កិរិយាសព្ទឈរនៅលំដាប់ទី2ពីមុខប្រធានគឺ ist ហើយ sport គឺជាប្រធាននៅក្នុងប្រយោគផងដែរ Dick Thọt, dünn, skom, schlang, skom ស្អាត kräftig រឹងមាំ schwach ខ្សោយ muskulös មានសាច់ដុំ blass sleek dunkel ងងឹតឬក៏ខ្មៅ glatt រលោងត្រង់ lockig រួញ hässlich អាក្រក់ schön ស្អាតសម្រាប់ពាក្យថា dünn ហើយនិង schlang គឺពីរពាក្យនេះប្រើបានដូចគ្នាចំពោះពាក្យថាស្គមតែ schlang ធម្មតាគេប្រើចំពោះស្ត្រីដែលមានរាងស្រលូនស្អាតស្គមហើយមានសុខភាពល្អ reflexive pronomen គឺជាសព្វនាមដែលទទួលសកម្មភាពពីកិរិយាសព្ទឆ្លោះត្រឡប់ទៅលើប្រធានខ្លួនឯងប្រើនៅពេលអ្នកធ្វើសកម្មភាពនិងអ្នកទទួលសកម្មភាពគឺជាមនុស្សតែម្នាក់ reflexive pronomen មានពីរទម្រង់ accusative និង dative ich mich mir du dich dir er sie es sich sich wir uns ihr euch sie sich sich ឧទាហរណ៍ ich wasche mich ខ្ញុំលាងសម្អាតខ្លួនឯង wen mich accusative ich wasche mir die Hände ខ្ញុំលាងដៃខ្ញុំ wem mir dativ was die Hände accusative object Guten Tag was hätten Sie gern សួស្តីតើអ្នកចង់បានអ្វី Ich hätte gern den Fisch mit Reis ខ្ញុំចង់បានត្រីជាមួយបាយ Und was möchten Sie trinken តើអ្នកចង់ផឹកអ្វី Ich weiß noch nicht Ich würde gern noch einmal in die Speisekarte schauen ខ្ញុំមិនទាន់ដឹងទេខ្ញុំចង់មើលបញ្ជីមុខម្ហូបម្ដងទៀត Gern hier ist die Karte បាននេះជាបញ្ជីមុខម្ហូប Danke ich nehme den trockenen Weißwein អរគុណខ្ញុំសូមស្រាទំពាំងបាយជូរសស្ងួតមួយ sich interessieren für plus Akkusativ ចាប់អារម្មណ៍ទៅលើអ្វីមួយ Ich interessiere mich für deutsche Kultur ខ្ញុំចាប់អារម្មណ៍ទៅលើវប្បធម៌អាល្លឺម៉ង់ Reflexive pronomen ich ទៅជា mich Akkusativ Prädikat interessieren គឺជាកិរិយាសព្ទទម្រង់ដើម Präposition für ត្រូវបូកជាមួយនឹង Akkusativ Die Kultur Nominativ ទៅជា Akkusativ Die Kultur Deutsche Kultur sich entscheiden für plus Akkusativ សម្រាប់ចិត្តយកឬក៏សម្រាប់ចិត្តលើអ្វីមួយ Sie entscheidet sich für den Deutschkurs នាងសម្រាប់ចិត្តយកវគ្គសិក្សាភាសាអាល្លឺម៉ង់ Reflexive pronomen sie នាងតែម្នាក់ទេទៅជា sich Akkusativ Prädikat entscheiden គឺជាកិរិយាសព្ទទម្រង់ដើម Präposition für plus Akkusativ Der Deutschkurs ទៅជា Akkusativ den Deutschkurs Reflexive Verben គឺជាកិរិយាសព្ទដែលត្រូវប្រើជាមួយ reflexive pronomen ដូចជា mich dich sich uns euch វាមានន័យថាសកម្មភាពដែលធ្វើត្រូវបានត្រឡប់មកលើប្រធានវិញដោយខ្លួនឯងឧទាហរណ៍ sich anziehen ស្លៀកពាក់ ich ziehe mich an ខ្ញុំស្លៀកពាក់ខ្លួនខ្ញុំ sich ausziehen ដោះសម្លៀកបំពាក់ Du siehst dich aus អ្នកដោះសម្លៀកបំពាក់ខ្លួនអ្នក sich duschen ងូតទឹក duscht sich គាត់ងូតទឹកខ្លួនគាត់ sich setzen អង្គុយ Bitte setzen Sie sich សូមអញ្ជើញអង្គុយ Akkusative Präpositionen មានដូចជា durch für gegen ohne bis ឧទាហរណ៍ Ich gehe durch den Wald ខ្ញុំដើរឆ្លងកាត់ព្រៃ Der Wald ទៅជា Akkusativ den Wald Wir kämpfen gegen die Krankheit
ពួកយើងប្រយុទ្ធប្រឆាំងនឹងជំងឺ Die Krankheit ទៅជា accusative Die Krankheit Er geht ohne seine Tasche zur Schule គាត់ទៅសាលាដោយគ្មានកាបូបរបស់គាត់ Die Tasche ទៅជា accusative គឺនៅដដែលប្រើ article die seine Tasche Ich arbeite bis nächsten Montag ខ្ញុំធ្វើការរហូតដល់ថ្ងៃច័ន្ទក្រោយ Der Montag ទៅជា accusative den nächsten Montag Wir sitzen den Tisch ពួកយើងអង្គុយជុំវិញតុ Der Tisch ទៅជា accusative den Tisch Sie arbeitet für eine Firma នាងធ្វើការឲ្យក្រុមហ៊ុនមួយ Die Firma ទៅជា accusative eine Firma នេះគឺជាការសន្ទនាខ្លីមួយក៏ជាសំណួររបស់បងស្រីណូរ៉ាដែលគាត់ផ្ញើមកនាងខ្ញុំហើយនាងខ្ញុំសូមបកប្រែហើយក៏ធ្វើវីដេអូខ្លីមួយនេះ Am Kiosk នៅតូបលក់ទំនិញ Haben Sie auch Getränke តើលោកអ្នកមានភេសជ្ជៈដែរឬទេ Ja sicher Möchten Sie ein Bier បាទចាច្បាស់ណាស់តើលោកអ្នកចង់បានស្រាបៀរមួយដបមែនទេ Nein lieber eine Tasse Kaffee ទេខ្ញុំចង់បានកាហ្វេមួយពែងវិញ Tut mir leid wir haben nur Cola Wasser und Apfelsaft សូមទោសយើងមានតែកូឡាទឹកនិងទឹកផ្លែប៉ោមប៉ុណ្ណោះ Gut dann nehme ich eine Flasche Wasser ល្អដូច្នេះខ្ញុំយកទឹកមួយដបអរគុណបងស្រីណូរ៉ាសម្រាប់សំណួរហើយខ្ញុំសង្ឃឹមថាវីដេអូនេះនឹងបានឆ្លើយតបនៅអ្វីដែលបងសង្ស័យ Local preposition នឹងគឺជា preposition ដែលប្រើដើម្បីប្រាប់អំពីទីកន្លែងឬក៏ទិសដៅមានសំណួរសំខាន់3ដែលយើងអាចលើកមកសួររកទីកន្លែងទាំងនេះបានគឺដូចជា wo នៅឯណាប្រើជាមួយនឹង dative wohin ទៅណាប្រើជាមួយនឹង accusative woher មកពីណាប្រើជាមួយនឹង dative ឧទាហរណ៍ Das Buch liegt auf dem Tisch សៀវភៅស្ថិតនៅលើតុ Wo liegt das Buch តើសៀវភៅនៅឯណា Auf dem Tisch Ich lege das Buch auf den Tisch ខ្ញុំដាក់សៀវភៅលើតុ Wohin lege ich das Buch auf den Tisch Ich komme aus der Schule ខ្ញុំមកពីសាលា Woher komme ich aus der Schuleពេលខ្លះយើងអាចសម្គាល់ទៅលើកិរិយាសព្ទដូចជាឧទាហរណ៍ទី1ខ្ញុំប្រើកិរិយាសព្ទ liegen liegen ត្រូវប្រើជាមួយនឹង dative legen ប្រើជាមួយនឹង accusative Wechsel prepositionen មានទាំងអស់9ដូចជា an នៅជាប់ទៅជាប់ auf លើ hinter ខាងក្រោយ in ក្នុងទៅក្នុង neben ជាប់ក្បែរ über ខាងលើ unter ខាងក្រោម vor ខាងមុខ zwischen ចន្លោះឧទាហរណ៍ wo dative das Bild hängt an der Wand រូបភាពជួរនៅជាប់ជញ្ជាំងគឺរូបភាពហ្នឹងគឺបាននៅលើជញ្ជាំងហើយ wohin ប្រើជាមួយ accusative ich hänge das Bild an die Wand ខ្ញុំកំពុងព្យួររូបភាពទៅជញ្ជាំងគឺខ្ញុំជាអ្នកព្យួររូបភាពហ្នឹងគឺអត់ទាន់នៅលើជញ្ជាំងទេតែជាចលនាមួយពេលដែលខ្ញុំព្យួររូបភាពហ្នឹងទៅលើជញ្ជាំង Wechsel preposition នឹងគឺជា preposition ដែលអាចប្រើជាមួយ accusative និង dative បានមានដូចជា an auf hinter in neben über unter vor zwischen ឧទាហរណ៍ Ich gehe an den Strand ខ្ញុំដើរទៅឆ្នេរ Ich gehe auf den Balkon ខ្ញុំដើរឡើងទៅយ៉រ Ich gehe hinter das Haus ខ្ញុំដើរទៅក្រោយផ្ទះ Ich gehe in die Schule ខ្ញុំដើរទៅសាលា Ich stelle den Stuhl neben den Tisch ខ្ញុំដាក់កៅអីទៅក្បែរតុ Ich hänge die Lampe über den Tisch ខ្ញុំព្យួរចង្កៀងនៅពីលើតុ Ich lege die Tasche unter den Tisch ខ្ញុំដាក់កាបូបក្រោមតុ Ich stelle das Auto vor das Haus ខ្ញុំចតដាក់ឡាននៅមុខផ្ទះ Ich stelle den Stuhl zwischen die Tische ខ្ញុំដាក់កៅអីនៅចន្លោះឧទាហរណ៍ខាងលើនេះគឺសម្រាប់ប្រយោគប្រើជាមួយ accusative នេះគឺជាការសរសេរលិខិតខ្លីមួយខ្ញុំអានហើយការបកប្រែគឺនៅខាងក្រោម Liebe Frau Jan Ich möchte mich herzlich für den angenehmen Aufenthalt bei Ihnen bedanken.
Ich habe mich sehr wohl gefühlt. Die Unterkunft war gemütlich, sauber und bestens gepflegt. Die Schlüssel habe ich auf den Tisch in der Küche gelegt und alle Fenster geschlossen. Vielen Dank für Ihre Gastfreundschaft. Ich wünsche Ihnen alles Gute. Liebe Grüße und so sehe ich mich in der Kram damit auch. តើប្រយោគដែលខ្ញុំគូសពណ៌បៃតងនឹងគឺជាទម្រង់ប្រយោគអីបងប្អូនអាចសរសេរ comment នៅក្រោមវីដេអូនេះបានហើយកិរិយាសព្ទទម្រង់ដើមរបស់វាជា Wechsel Präpositionen បើសួរ wo នៅទីណាប្រើជាមួយនឹង dative ឧទាហរណ៍ Das Bild hängt an der Wand wo hängt das Bild an der Wand រូបភាពព្យួរនៅលើជញ្ជាំង Das Buch liegt auf dem Tisch សៀវភៅស្ថិតនៅលើតុ Der Hund sitzt hinter dem Haus ឆ្កែអង្គុយនៅខាងក្រោយផ្ទះ Die Kinder spielen im Garten ឬក៏សរសេរបានម្យ៉ាងទៀត in dem Garten កុមារលេងនៅក្នុងសួន Das Auto steht neben der Garage ឡានចតនៅក្បែរយានដ្ឋាន Die Lampe hängt über dem Tisch ចង្កៀងព្យួរនៅខាងលើតុ Die Katze schläft unter dem Bett សត្វឆ្មាគេងនៅក្រោមគ្រែ Das Fahrrad steht vor der Schule កង់ចតនៅខាងមុខសាលា Der Stuhl steht zwischen dem Tisch und dem Schrank កៅអីស្ថិតនៅចន្លោះតុនិងទូ Satzbau ការរៀបប្រយោគ Present ប្រយោគបច្ចុប្បន្នកាល Subject បូកនឹង predicate ឬក៏ verb បូកជាមួយនឹង object ឧទាហរណ៍ Meine Tochter kauft einen neuen Computer កូនស្រីរបស់ខ្ញុំទិញកុំព្យូទ័រថ្មីមួយ Fragesatz ប្រយោគសំណួរ Wie Frage បូក predicate បូក subject បូក object សញ្ញាសួរ ឧទាហរណ៍ Wo kauft meine Tochter einen neuen Computer តើកូនស្រីរបស់ខ្ញុំទិញកុំព្យូទ័រថ្មីនៅឯណា ចម្លើយ Sie kauft ihn im elektronischen Geschäft នាងទិញវាពីហាងលក់ឧបករណ៍អេឡិចត្រូនិក នៅក្នុងឃ្លាចម្លើយខាងក្រោម Sie ជំនួសឲ្យពាក្យ Meine Tochter ihn ជំនួសឲ្យពាក្យថា einen neuen Computer រៀនអានអត្ថបទខ្លីៗសម្រាប់អ្នកចាប់ផ្ដើមរៀនដំបូង Ein schöner Tag Heute ist Samstag Anna steht um 8 Uhr auf Sie frühstückt mit ihrer Familie. Danach geht sie in den Park. Das Wetter ist schön. Am Abend geht sie nach Hause. Sie ist müde, aber glücklich. នៅក្នុងអត្ថបទនេះផងដែរបងប្អូនដែលគាត់ចង់រៀនអានគឺអាចថតជាសំឡេងហើយផ្ញើមកនាងខ្ញុំបាននាងខ្ញុំនឹងជួយស្ដាប់ហើយជួយកែសម្រួលអរគុណបងប្អូនគ្រប់គ្នាដែលតែងតែជួយគាំទ្រវីដេអូរបស់នាងខ្ញុំ Dative Präpositionen aus មកពី Ich komme aus der Türkei ខ្ញុំមកពីប្រទេសទូគី by នៅជាមួយឬក៏នៅកន្លែងIch bin bei meiner Freundin ខ្ញុំនៅជាមួយមិត្តស្រីរបស់ខ្ញុំ mit ជាមួយ Ich fahre mit dem Bus ខ្ញុំជិះឡានក្រុងឬក៏ខ្ញុំធ្វើដំណើរតាមឡានក្រុងឬក៏ជាមួយឡានក្រុង nach ទៅប្រទេសឬក៏ទីក្រុង Wir fahren nach Berlin ពួកយើងទៅទីក្រុងបេរឡាំង seit តាំងពីឬក៏អស់រយៈពេល Seit einem Jahr lerne ich Deutsch ខ្ញុំរៀនភាសាអាល្លឺម៉ង់តាំងពី1ឆ្នាំមុនឬក៏អស់រយៈពេល1ឆ្នាំមកហើយ Von ពី Das Geschenk ist von meinem Vater អំណោយនេះគឺមកពីឪពុករបស់ខ្ញុំ Zu ទៅកាន់ Ich gehe zum Arzt ខ្ញុំដើរទៅពេទ្យ Gegenüber Die Apotheke ist gegenüber dem Bahnhof ឱសថដ្ឋានស្ថិតនៅទល់មុខស្ថានីយ៍រថភ្លើង Sich anmelden für plus Akkusativ ចុះឈ្មោះសម្រាប់ធ្វើអ្វីមួយ Ich melde mich für den Kurs an ខ្ញុំចុះឈ្មោះសម្រាប់វគ្គសិក្សា Reflexive pronomen Ich ជាប្រធានទៅជា mich
Predikat anmelden គឺជាកិរិយាសព្ទទម្រង់ដើម Präposition für បូកជាមួយនឹង accusative Der Kurs in Nominativ ទៅជា accusative den Kurs Sich vorbereiten auf plus accusativ ត្រៀមខ្លួនទៅលើអ្វីមួយ Wir bereiten uns auf die Prüfung vor ពួកយើងត្រៀមខ្លួនទៅលើការប្រឡង Reflexive pronomen ប្រធាន wir ទៅជា uns Prädikat vorbereiten ជាកិរិយាសព្ទទម្រង់ដើម Präposition auf plus accusativ die Prüfung ទៅជា accusative die Prüfung sich bedanken für plus accusativ ថ្លែងអំណរគុណសម្រាប់អ្វីមួយ Ich bedanke mich für die Hilfe ខ្ញុំថ្លែងអំណរគុណសម្រាប់ការជួយ Reflexive pronomen ប្រធាន ich ទៅជា mich Prädikat bedanken កិរិយាសព្ទទម្រង់ដើម Präposition für plus accusativ die Hilfe ទៅជា accusative die Hilfe sich konzentrieren auf plus accusativ ផ្ដោតចិត្តទៅលើអ្វីមួយ konzentriert sich auf die Arbeit គាត់ផ្ដោតអារម្មណ៍ទៅលើការធ្វើការ Reflexive pronomen ទៅជា sich Prädikat konzentrieren Präposition auf plus accusativ die Arbeit Nominativ ទៅជា accusativ die Arbeit Infinitiv und Partizip 2 Essen ញ៉ាំ hat gegessen Trinken ផឹក hat getrunken Sprechen និយាយ hat gesprochen Schreiben សរសេរ hat geschrieben Sehen មើលឃើញ hat gesehen Hören ស្ដាប់ hat gehört Finden រកឃើញ hat gefunden Nehmen យក hat genommen Geben ឲ្យ hat gegeben Fahren ធ្វើដំណើរបើកឬក៏ជិះ ist gefahren Infinitiv und Partizip 2 bleiben នៅ ist geblieben ankommen មកដល់ ist angekommen laufen រត់ ist gelaufen singen ច្រៀង hat gesungen lachen សើច hat gelacht weinen យំ hat geweint erklären ពន្យល់ hat erklärt helfen ជួយ hat geholfen warten ចាំ hat gewartet